កូនស្វាត្រូវបានស្ដេចស្វាចាប់ភ្លាមនៅពេលដែលវាកើតមកដោយចង់ឃើញថាតើកូនប្រុសរបស់វាមានសក្តានុពលខ្លាចជាស្ដេចឬអត់វាបានក្រហមស្ដេចស្វាប៉ុន្តែដានីលដោយមិនខ្លាចអ្វីឡើយបានក្រវីកណ្ដាប់ដៃតបទៅស្ដេចស្វាវិញស្ដេចស្វាសើចដោយនិយាយថានេះជារបៀបដែលអ្នកស្នងរាជបល្ល័ង្កពិតប្រាកដគួរតែមានអេរយាប័ត2 វិនាទីក្រោយមកភ្លាមនោះស្វាទុយស្គមមួយក្បាលឈ្មោះជូហ្គានដែលកើតមុនដានីលប៉ុន្មានវិនាទីយោងតាមប្រពៃណីជូហ្គានគឺជាអ្នកស្នងរាជបល្ល័ង្កស្របច្បាប់ដោយសម្លឹងមើលកូន2នាក់របស់គាត់មួយធំនិងមួយតូចស្ដេចស្វាមានការសង្ស័យនៅពេលនេះមេធ្មប់ម្នាក់នៅក្បែរគាត់បានធ្វើឲ្យស្ដេចស្វាលងស្នេហ៍ដោយជំរុញគាត់កុំឲ្យប្រជាជនរបស់គាត់ឃើញសត្វទុនខ្សោយនិងចម្លែកនេះគាត់គួរតែត្រូវបានបោះចោលដោយសម្ងាត់ដើម្បីជាប្រយោជន៍ដល់អនាគតរបស់កុលសម្ព័ន្ធស្ដេចស្វាបានយល់ព្រមតាមការស្នើរបស់មេធ្មប់គាត់បានបញ្ជាឲ្យស្វាទំពេកដោះលែងបង្គោលឫស្សីប៉ុន្តែស្វាទំពេកបានបោះបង្គោលឫស្សីចេញពីច្រាំងថ្មចោតដោយសម្ងាត់ជាសំណាងល្អដោយចៃដន្យបង្គោលឫស្សីបានជាប់នឹងវ៉លលីជាច្រើននៅលើអាកាសហើយស្ទើរតែត្រូវបានចចកលេបទាំងមូលចចកបានលោតឡើងប៉ុន្តែចង្គមរបស់វាបានជាប់នឹងដើមទំពាំងបាយជូរចកឫស្សីដោយឆោតល្ងងគិតថាវាគ្រាន់តែជាលបែងមួយប៉ុណ្ណោះរហូតដល់ចចកខំដៃរបស់វានៅពេលដែលមនុស្សគ្រប់គ្នាស្ថិតក្នុងស្ថានភាពស្លាប់រស់ប្អូនប្រុសរបស់វាឈ្មោះ Big Ox បានធ្វើពិធីទទួលមរតកដោយរីករាយនឹងការអបអរសាទរពីមនុស្សរាប់ពាន់នាក់ទោះជាយ៉ាងណាក៏ដោយBamboo Poleមិនបានស្លាប់ទេស្វាមួយក្បាលទៀតឈ្មោះ Big Nose បានជួយសង្គ្រោះវា Big Nose ក៏ត្រូវបានកុលសម្ព័ន្ធបោះបង់ចោលតាំងពីកុមារភាពមកម្លេះដោយឃើញស្ថានភាពលំបាករបស់